គេមកហើយបងប្អូនគេមកមែនតែនហើយគេឈ្នះហើយបងប្អូនអនុទានឈ្នះហើយលោកអនុទានដែលយើងមិននឹកស្មានថាគាត់ឈ្នះឆ្នោតនោះឥឡូវអ្វីយើងអត់ដឹងហើយវាអត់ទៀងទាត់ទេបងប្អូនយើងមិនអាចទស្សទាយទៅត្រូវនោះទេអត់អាចទស្សទាយត្រូវទេប៉ុន្តែឥឡូវគាត់ឈ្នះឆ្នោតពិតប្រាកដហើយអញ្ចឹងបាទអ្វីដែលគាត់បានសន្យាពីគាត់ជាប់ឆ្នោតនេះឯងគឺសាងសង់ជញ្ជាំងបាទព្រំដែនហើយទិញសពាវុធបាទទិញសពាវុធដើម្បីការពារយន្តហោះចម្បាំងនាវាចម្បាំងបាទគេទប់ទល់ជាមួយនឹងណាបងប្អូនទប់ទល់ជាមួយប្រទេសជិតខាងរបស់គេនឹងឯងរួមទាំងខ្មែរយើងផងអញ្ចឹងខ្មែរយើងត្រូវតែរួបរวมគ្នាបងប្អូនរួបរวมគ្នាបាទណាបាទយើងមិនអាចព្រាត់ប្រាសគ្នាបានទេត្រូវតែរួបរวมគ្នាសាមគ្គីទៅខ្មែរខ្លាំងបាទដូចសម័យមហាអង្គរនគរបន្តទៀត